ថ្មីនេះគឺប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានលើកឡើងថាអ៊ីរ៉ង់ព្រមចុះចាញ់នឹងសំទោសបើតែអាមេរិកនឹងបន្តវាយប្រហារមកលើប្រទេសអ៊ីរ៉ង់ជាបន្តទៀតប្រសិនបើមិនព្រមបញ្ឈប់នៅទង្វើមិនល្អនោះទេក្រោយប្រធានាធិបតីអ៊ីរ៉ង់បានចេញមុខសំទោសជាសាធារណៈប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានសរសេរនៅលើបណ្ដាញសង្គម Truth Social ដោយលើកឡើងថាអ៊ីរ៉ង់ដែលទទួលរងនឹងការវាយប្រហារយ៉ាងដំណំបានសំទោសនិងចុះចាញ់ចំពោះមុខប្រទេសជិតខាងនៅមជ្ឈមបូព៌ាហើយព្រមទាំងសន្យាថានឹងឈប់វាយប្រហារលើពួកគេទៀតហើយលោកបន្តថាសម្ពាធយោធាពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានធ្វើឲ្យអ៊ីរ៉ង់ធ្លាក់ក្នុងស្ថានភាពទ្រុលច្រកនិងបាត់បង់ឥទ្ធិពលដែលខ្លួនធ្លាប់មានអស់រយៈពេលរាប់ពាន់ឆ្នាំកន្លងមកនៅក្នុងតំបន់មជ្ឈមបូព៌ាបើទោះបីជាមានការសំទោសពីអ៊ីរ៉ង់យ៉ាងណាក៏ដោយក៏លោក Donald Trump នៅតែបន្តព្រមានពីការវាយប្រហារធ្ងន់ធ្ងរបន្ថែមទៀតដោយបញ្ជាក់ថាកងកម្លាំងរបស់លោកនឹងកំណត់គោលដៅវាយប្រហារថ្មីដែលអាចឈានដល់ការបំផ្លិចបំផ្លាញទាំងស្រុងប្រសិនបើអ៊ីរ៉ង់នៅតែមិនព្រមបញ្ឈប់សកម្មភាពដែលលោកបានចាត់ទុកថាជាទង្វើមិនល្អលោកប្រធានាធិបតី Donald Trump បានលើកឡើងបន្តទៀតថាកងទ័ពអ៊ីរ៉ង់រលាយសូន្យអស់ទៅហើយចំណែកឯនាវារបស់ពួកគេក៏លិចបាត់នៅក្នុងសមុទ្រផងដែរក្នុងព្រឹត្តិការណ៍មួយនៅសេតាវិមានថ្មីនេះលោកប្រធានាធិបតី Donald Trump បានបញ្ជាក់បន្តទៀតថាកងទ័ពសហរដ្ឋអាមេរិកកំពុងធ្វើបានយ៉ាងអស្ចារ្យបំផុតកងទ័ពអ៊ីរ៉ង់រលាយសាបសូន្យអស់ទៅហើយចំណែកឯនាវារបស់ពួកគេក៏ខ្ទេចអស់ទៅហើយផងដែរលោកបានបន្តថាមេដឹកនាំអ៊ីរ៉ង់ពីរជំនាន់សុទ្ធតែបាត់បង់ជីវិតពួកគេធ្លាក់មកដល់មេដឹកនាំជំនាន់ទី3ទៅហើយចំណែកកងទ័ពអាកាសរបស់ពួកគេក៏ត្រូវបានកំទេចចោលទាំងស្រុងតែម្ដងផងដែរពួកគេមាននាវាចំនួន32គ្រឿងឥឡូវលិចទៅក្នុងបាតសមុទ្រអស់ទៅហើយផងដែរដោយឡែកលោកប្រធានាធិបតីអ៊ីរ៉ង់ពេសេឃៀនបានអះអាងថាចាប់ពីពេលនេះតទៅទីក្រុងតេហេរ៉ង់នឹងមិនធ្វើការវាយប្រហារទៅលើប្រទេសណាមួយនៅឈូងសមុទ្រឡើយប្រសិនបើប្រទេសទាំងនោះមិនវាយប្រហារមកលើប្រទេសអ៊ីរ៉ង់មុនឬក៏អនុញ្ញាតឲ្យសហរដ្ឋអាមេរិកវាយប្រហារពីមូលដ្ឋាននៅលើប្រទេសរបស់ពួកគេមុនមកលើអ៊ីរ៉ង់លោកបានលើកឡើងបន្តទៀតថាប្រទេសទាំងនោះគឺជាប្រទេសបងប្អូនជាមួយនឹងអ៊ីរ៉ង់ដោយយោងជាក់ស្ដែងទៅលើការវាយប្រហារនាពេលថ្មីនេះដែលបានប៉ះពាល់ដល់ប្រទេសអារ៉ាប៊ីសាអូឌីតអេមីរ៉ាត់អារ៉ាប់រួមនិងបារ៉ែនផងដែរលោកបានថ្លែងថាក្រុមប្រឹក្សាដឹកនាំបណ្ដោះអាសន្នរបស់អ៊ីរ៉ង់បានបញ្ជាឲ្យបញ្ឈប់រាល់ការវាយប្រហារដោយមីស៊ីលនិងដ្រូនប្រឆាំងនឹងប្រទេសជិតខាងក្នុងលក្ខខណ្ឌដែលថាមិនមានការវាយប្រហារមកលើប្រទេសអ៊ីរ៉ង់ដែលចេញពីទឹកដីនៃប្រទេសទាំងនោះទេលោកបានចាត់ទុកការវាយប្រហារនាពេលថ្មីនេះជាការបាត់បង់ការគ្រប់គ្រងនិងការបញ្ជានៅក្នុងជួរយោធាអំឡុងពេលអន្តរកាលអំណាចជាជាងគោលនយោបាយរដ្ឋដោយចេតនាផងដែរថ្មីនេះប្រធានាធិបតីអ៊ីរ៉ង់បានតបទៅកាន់លោកប្រធានាធិបតី Donald Trump សហរដ្ឋអាមេរិកដោយបានលើកឡើងថាដេកស្រមៃទៅប្រសិនបើចង់ឲ្យអ៊ីរ៉ង់ចុះចាញ់ដោយពុំមានលក្ខខណ្ឌទេឆ្លើយតបទៅនឹងការថ្លែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកដែលជំរុញឲ្យអ៊ីរ៉ង់ចុះចាញ់ដោយពុំមានលក្ខខណ្ឌប្រធានាធិបតីអ៊ីរ៉ង់លោកម៉ាស៊ូតពេសេឃៀនបាននិយាយថាការទាមទាររបស់សហរដ្ឋអាមេរិកដើម្បីឲ្យអ៊ីរ៉ង់ចុះចាញ់ដោយពុំមានលក្ខខណ្ឌវាជាសូបិនដែលពួកគេគួរតែយកវាទៅកប់ទៅក្នុងភ្នូជាមួយគ្នាការអត្ថាធិប្បាយទាំងនេះរបស់ប្រធានាធិបតីអ៊ីរ៉ង់កើតឡើងនៅពេលដែលអ៊ីរ៉ង់បានបើកការវាយប្រហារយ៉ាងខ្លាំងដោយកំណត់គោលដៅទៅលើរដ្ឋអារ៉ាប់ឈូងសមុទ្រនៅកាលពីព្រឹកថ្ងៃសៅរ៍កន្លងមកខណៈពេលដែលអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកបានបន្តការវាយប្រហារតាមអាកាសរបស់ពួកគេដោយកំណត់គោលដៅទៅលើសាធារណរដ្ឋអ៊ីស្លាមមួយនេះផងដែរប្រធានបញ្ជាការកណ្ដាលសហរដ្ឋអាមេរិកដែលត្រួតពិនិត្យប្រតិបត្តិការនៅមជ្ឈមបូព៌ាបានលើកឡើងថាអ៊ីរ៉ង់បានវាយប្រហារទៅកាន់ប្រទេសចំនួន12ហើយនៅពេលដែលសង្គ្រាមឈានចូលសប្តាហ៍ទី2សភាពការមិនប្រកបប្រជាកាន់តែខ្លាំងឡើងអំពីពេលវេលាបញ្ចប់អរិភាពខណៈពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានទាមទារឲ្យទីក្រុងតេហេរ៉ង់ចុះចាញ់ដោយគ្មានលក្ខខណ្ឌដើម្បីបញ្ចប់ការវាយលុកដែលកំពុងឈានចូលសប្តាហ៍ទី2
នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅការពីពេលថ្មីលោកប្រធានាធិបតី Donald Trump បានលើកឡើងបន្តទៀតថាបន្ទាប់ពីមានការចចាញ់និងមានការជ្រើសរើសមេដឹកនាំថ្មីនឹងអាចទទួលយកបានលោកបន្តថាសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួននឹងជួយកសាងអ៊ីរ៉ង់ឡើងវិញដោយធ្វើឲ្យកាន់តែធំប្រសើរជាងមុននិងរឹងមាំជាងពេលណាទាំងអស់ផងដែរការបញ្ចេញវោហារសាស្ត្រខ្លាំងទៅវិញទៅមកមេដឹកនាំទាំងពីរនៃប្រទេសអ៊ីរ៉ង់និងសហរដ្ឋអាមេរិកបានបង្ហាញថានឹងមិនទាន់មានទីបញ្ចប់នៃការប្រយុទ្ធគ្នាដែលអាចមើលឃើញជាមុននោះទេហើយថ្មីនេះរដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានអនុម័តការលក់អាវុធថ្មីចំនួន$151 លានទៅឲ្យប្រទេសអ៊ីស្រាអែលហើយមន្ត្រីអាមេរិកបានព្រមានអំពីការទម្លាក់គ្រាប់បែកនាពេលខាងមុខបន្តទៀតពួកគេនិយាយថានឹងខ្លាំងក្លាបំផុតនៅក្នុងចំនួនដែលកំពុងតែបន្តអស់រយៈពេលមួយសប្តាហ៍កន្លងមកនោះចំនួននៅមជ្ឈមបពារយៈពេលមួយសប្តាហ៍កន្លងមកបានធ្វើឲ្យជនស៊ីវិលចំនួន1332នាក់ត្រូវបានបាត់បង់ជីវិតនិងរាប់ពាន់នាក់ផ្សេងទៀតត្រូវបានរងរបួសនៅក្នុងសង្គ្រាមរវាងសហរដ្ឋអាមេរិកអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ផងដែរ